បាទជំរាបសួរវីដេអូហ្នឹងគឺចង់មកបង្ហាញពីការតេស្តអំបោះហើយនិងតេស្តសក់នេះគឺខ្ញុំបានសលៀងបានចាក់មុខរួចហើយ X7 នេះគឺខ្ញុំចាក់ខាងក្រោមហើយខាងលើខ្ញុំសំលៀងបានថ្មី Ceramic ហ្នឹងគឺខ្ញុំសំលៀងបានអញ្ចឹងខ្ញុំមកសាកអំបោះយើងថយក្រោយមកបាទវាសាកអំបោះទៅមុខសម្រាប់ខ្ញុំហ្នឹងគឺបើសិនថាកាត់អំបោះបានប៉ុណ្ណឹងគឺកាត់សក់គឺមុតអីបាទចឹងខ្ញុំមកសាកកាត់សក់សក់នេះវាដីដល់ចឹងទៅវាជាលក្ខណៈថាវាប្រភេទប្រពូនគ្នាប្រហែលមួយខែមុនហ្នឹងគឺខ្ញុំដើរចែកនាមមកបានគេទៅចឹងមានជាងក៏តាក់ទងមកច្រើនដែរតាក់ទងមកហ្នឹងក៏ធ្វើម្ដងហ្នឹងគឺគាត់ត្រឡប់មកធ្វើទៀតបាទមិនមែនថាធ្វើម្ដងហើយលែងមកធ្វើទៀតទេជាងដែលខ្ញុំចែកភាគច្រើនគឺធ្វើហើយគាត់ត្រឡប់មកធ្វើទៀតយកបន្ថែមយកថ្មិញបន្ថែមយកមកឲ្យធ្វើអញ្ចឹងបាទសម្រាប់ខ្ញុំគឺមុតហើយគឺខ្ញុំសាកអំបោះប៉ុណ្ណឹងដោយសារតែសក់នេះវាលក្ខណៈថាវារញ៉េរញ៉ៃសក់ដែលរើសពីដីមកចឹងទៅសក់នេះវាមានទទឹងមានបដ ாய் ចឹងវាអត់ចុះសក់ទេបាទគាត់ថាជាងដែលគាត់ធ្វើនេះគឺគាត់ធ្វើ3ដងហើយគាត់ធ្វើ3លក្ខណៈថាគាត់ផ្ញើមកធ្វើចំនួន3ដងអញ្ចឹងណាតាំងពីខ្ញុំទៅចែកនាមបានគាត់អញ្ចឹងតើរបស់គាត់ហ្នឹងទាំងអស់ដូចជា5 6ហើយគាត់ធ្វើខ្ញុំទាំងអស់បាទអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះហើយទៅការសំលៀងអីខ្ញុំនៅខាងត្បូងផ្សារប៉ាងអាស័យបាទគីឡូលេខ58ហ្នឹងបាទអញ្ចឹងត្រូវការសំលៀងអីអាចតាក់ទងមកបានបាទ